ខ្ញុំបាទជាមួយអៀកឹមស្រេងជាដំបូងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅចលនាអំណាចពលរដ្ឋខ្មែរដែលអ្នកដឹកនាំទៅដោយសួនសេរីរដ្ឋាក៏ប៉ុន្តែទន្ទឹមនឹងពេលហ្នឹងខ្ញុំនឹងត្រូវឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញឲ្យប្រជាពលរដ្ឋឲ្យយល់ពីអំពីចលនារបស់អំណាចពលរដ្ឋខ្មែរតាមការពិតអំណាចពលរដ្ឋខ្មែរហ្នឹងគឺជាចលនាបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិដូច្នេះដែលមានមេដឹកនាំគេហៅថាអាមេបោកបញ្ឆោតជាតិដោយឈរទៅលើជំហរកត្តា3ធំទី1ខ្ញុំហេតុអីបានយើងនិយាយថាបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិពីព្រោះគេតែងតែយកទ្រឹស្ដីមួយគេតែងតែធ្វើការរាំងស្ទះអំពីប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីគេប្រើពាក្យគេហៅថាបោះឆ្នោតបង្កកិច្ចអានឹងចំណុចទី1ចំណុចទី2គេដាក់ទង់ជាតិគេគឺជាទង់ជាតិសាធារណរដ្ឋទី3គេតែងតែលើកតម្លៃខ្លួនគេជាអត្តភាពដូច្នេះខ្ញុំនឹងវេកញែកឲ្យបងប្អូនឲ្យយល់រាល់បញ្ហាពីលក្ខណៈទាំង3ហ្នឹងតើវាមានការប៉ះពាល់ទៅលើបញ្ហាជាតិដ៏ធ្ងន់ធ្ងរឬក៏អត់ទេហេតុអីបានខ្ញុំប្រើពាក្យហៅថាបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិខ្ញុំតែងតែយល់ហើយនគរដៅគេដើរ3ចំណុចហ្នឹងមិនជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដូចជាគេហៅថាបោះឆ្នោតបង្កប់កិច្ចបងប្អូនទាំងអស់រយៈពេល 2-3 ឆ្នាំមកហើយតាំងពីឆ្នាំ2010 2011 12និង13គេតែងតែធ្វើចលនារាំងស្ទះកុំឲ្យប្រជាពលរដ្ឋខ្មែរយើងទៅបោះឆ្នោតដោយមិនឈរទៅលើលក្ខណៈនឹងការឆ្លុះបញ្ចាំងឲ្យប្រជាពលរដ្ឋឲ្យយល់ថាតើក្នុងលទ្ធិប្រជាធិបតេយ្យបើសិនជាយើងរក្សាលទ្ធិប្រជាធិបតេយ្យហើយយើងមិនទៅបោះឆ្នោតសំណួរខ្ញុំសូមសួរថាតើយើងអាងអីដូច្នេះអំណាចគេក៏អត់មានដូច្នេះគេយកតែទ្រឹស្ដីមួយទៅបណ្ដឹងអាពាក្យបណ្ដឹងហ្នឹងយើងអ្នកណាក៏ចេះបណ្ដឹងដែរបងប្អូនមើលឃើញហើយរាល់សកម្មភាពនយោបាយមកទល់សប្តាហ៍ថ្ងៃតើយើងឃើញមើលតើបណ្ដឹងហ្នឹងបានចេញទេជាផ្លូវការយើងមើលបណ្ដឹងដែលយើងអាចបណ្ដឹងមានតែចំណុចបណ្ដឹងមានតែមួយទេទៅលើច្បាប់ ICC ដូច្នេះបើសិនជាច្បាប់ ICC វាមិនមានអត់មានពាក់ព័ន្ធពីរឿងការបោះឆ្នោតនិងការក្លែងបន្លំទេរាល់បញ្ហាក៏ដោយបើយើងមិនទៅបោះឆ្នោតដូចយើងទៅជួយអាយួនទាំងស្រុងហើយនៅក្នុងទស្សនវិជ្ជាគេវាយតែយួនគេរិះគន់តែយួនតែអត់មានវិធីសាស្ត្រដើម្បីទៅដោះស្រាយថាតើយើងនឹងកំទេចយួនយ៉ាងម៉េចធ្វើយ៉ាងម៉េចដើម្បីកំទេចយួនចង់បញ្ចប់ឬគល់គេប្រភពនៅបញ្ហាគេធ្វើនយោបាយដើម្បីរុញទូកបុណ្យដោយទឹកតែតាមការពិតគេជួយយួនទៅវិញទេយើងត្រូវយល់ឲ្យច្បាស់រយៈកាលកន្លងមកបើយើងមិនទៅបោះឆ្នោតគឺយើងបំបិទនៅលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងពីព្រោះយើងដឹងហើយលទ្ធិប្រជាធិបតេយ្យវាឈរទៅលើជំហរការបោះឆ្នោតយើងដឹងថាគេបន្លំយើងតែក៏យើងតោងទៅយល់ឲ្យច្បាស់បើយើងមិនទៅបោះឆ្នោតយើងអត់មានអីជាអំណះអំណាងគឺជាភាពមួយដែលអាងអីមួយអត់ពិតប្រាកដយើងអត់មានទេហើយយើងមើលរយៈកាលកន្លងមកគណៈបកប្រជាជនវាស្អប់បំផុតអាណាទៅបោះឆ្នោតអាយួនវាស្អប់បំផុតអាណាទៅបោះឆ្នោតដូចជាអាភាពដែលបោះឆ្នោតហ្នឹងហើយបើយើងដោយថាសួនសេរីថាមិនជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដូចយើងទៅជួយយួនទាំងស្រុងតែឲ្យបងប្អូនចាប់អារម្មណ៍ឬគល់នៃបញ្ហាដែលវានិយាយវាថាវាវាយយួនវាស្អប់យួនដល់តែវាជំរុញប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតអានឹងហើយជាវិធីសាស្ត្រនៅការជួយយួនពីព្រោះយួនស្អប់បំផុតអាណាទៅបោះឆ្នោតបើវាចូលចិត្តបោះឆ្នោតតាំងពីឆ្នាំ79មកទល់នឹង93ជាការរដ្ឋកម្ពុជាតាំងពីដើមមកវាបោះឆ្នោតហើយមកពីអីមកពីវាស្អប់លទ្ធិប្រជាធិបតេយ្យហ្នឹងបានវាអត់មានការបោះឆ្នោតហើយយើងមើលទៅសួនសេរីថាប្រើគេហៅថានយោបាយផ្លូវពីរដែលយើងអត់នៅគ្នាចាប់អារម្មណ៍ចង់បញ្ចប់ឥឡូវនេះដល់តែគេមើលឃើញពីអបាយកលល្បិចកលគេហៅថាអាមេបោបញ្ឆោតជាតិធ្វើឲ្យនៅក្នុងចលនានៅសហរដ្ឋអាមេរិកច្បុកច្បល់អានឹងចំណុចដែលខ្ញុំនឹងវេកបញ្ជាក់បង្ហាញឲ្យច្បាស់លាស់អំពីគោលដៅសួនសេរីថាដែលហៅថាបញ្ជាចលនាពួកយួនដែលលើកស្ទួយយួនតែបងប្អូនអត់បានដឹងទេអានឹងហើយគេហៅថាគេបញ្ឆោតជាតិយើងមិនឲ្យយើងចាប់អារម្មណ៍អានឹងចំណុចទី1ចំណុចទី2បងប្អូនតោងទៅយល់ក្នុងចលនាពីព្រោះចលនាវាជាចលនារបៀបគេហៅថាបដិវត្តបើសិនជាចលនាបដិវត្តវាស្មើនឹងពាក្យរដ្ឋប្រហារបើអ្នកណាចូលក៏ដោយយើងសូមសួរថាទង់ជាតិសប្តាហ៍នេះដែលអង្គការសហជីវជាតិទទួលស្គាល់គឺទង់ជាតិរាជានិយមសប្តាហ៍នេះគឺទង់ជាតិរាជានិយមបែរជាយើងទៅបង្កើតចលនាឲ្យដាក់ទង់ជាតិមួយទៀតស្មើនឹងច្បាប់រដ្ឋប្រហារបើអ្នកដែលចូលរួមអានឹងហើយគេហៅថាជាបទជាតិចង់ធ្វើវិធានសេនានៅក្នុងស្រុកអានឹងហើយវាដែលហៅថាបើបងប្អូនណាស្នេហាជាតិហើយទៅចូលរួមជាមួយនឹងសួនសេរីថាដូចទៅបង្ហាញខ្លួនឯងថាអញហ្នឹងជាអ្នកដែលរដ្ឋប្រហារអានឹងហើយដែលហៅថាដែលគេនឹងចាត់ទុកថាម្នាក់ហ្នឹងជាអ្នកក្បត់ជាតិដូចទៅបង្ហាញគេថាអញជាអ្នកក្បត់ជាតិហើយអានឹងបើចូលជាមួយនឹងសួនសេរីរដ្ឋាអានឹងចំណុចទី2ចំណុចទី3យើងនិយាយសួនសេរីរដ្ឋាគេតែងតែអំណាងខ្លួនគេថាគេសភាពរៀបសារចិត្តទន់ភ្លន់យកជាតិដាក់លើក្បាលស្រឡាញ់តែជាបានន័យថាមិនទាន់បានអីផងចង់ធ្វើចូលឈ្មោះជានាយករដ្ឋមន្ត្រីរួចទៅហើយយើងតើទៅយល់ឲ្យច្បាស់មិនមែនតែសួនសេរីរដ្ឋាហ្នឹងចេះតែស្រឡាញ់ជាតិចុះប្រជាជាតិទាំងមូលគេអត់ចេះស្រឡាញ់ទេយ៉ាងម៉េចហើយយើងមើលពីឫសគល់នៃប្រភពនៃបញ្ហាយើងទៅដឹងថាឥឡូវនេះសង្គមជាតិយើងដឹងថាយួនឈ្លានពានទឹកដីយើងដឹងថាដាច់ហ្នឹងគឺក្រោម
មអាយ៉ងរបស់យួនដូចជាបើយើងចង់ដើម្បីទាញទាឲ្យទៀមឲ្យប្រជាពលរដ្ឋងើបឡើងតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីដាស់តឿនប្រជាពលរដ្ឋឲ្យងើបវិធីដែលវាដែលគេហៅថាវិធីដែលអាមេបោកបញ្ឆោតជាតិនេះវាអត់មានវិធីអីទេវាបានតែវិធីវាយតែគណៈបកខាងក្រៅហើយវាអត់មានធ្វើអីចលនាអីទាំងអស់ដើម្បីទៅបោកប្រាស់អ្នកដែលនៅអាមេរិកណាឲ្យគេចូលរួមធ្វើសកម្មភាពចង់បញ្ចប់ដល់ទៅពេលទៅដាក់ពាក្យបណ្ដឹងតាមកំពិតអត់មានបានប្តឹងគេណាគាត់នៅទៅរាយការណ៍ថាឥឡូវនេះស្រុកខ្មែរមានបានធ្វើនៅអកុលតកម្មមនុស្សជាតិដេញប្រជាពលរដ្ឋពីដីធ្លីចេញពីផ្ទះសម្បែងគាត់នៅទៅរាយការណ៍ប្រាប់ ICC តែគេមិនបានទទួលខុសត្រូវណាអាហ្នឹងហើយដែលឆ្លុះបញ្ចាំងឲ្យឃើញថាអ្វីក៏ដោយដែលជាវិធីដែលបោកអស់បងប្អូនដែលនៅសហរដ្ឋអាមេរិកនៅបារាំងនៅកាណាដាហើយនៅអូស្ត្រាលីមួយចំនួនមានការភ័ន្តច្រឡំទៅឈោទៅលើគេហៅថាអាមេបោកបញ្ឆោតជាតិយកឫសគល់ប្រភពទាំងអស់ហ្នឹងដើម្បីមកឆ្លុះបញ្ចាំងថាខ្លួនឯងជាអ្នកស្នេហាជាតិទន្ទឹមទៅពេលហ្នឹងយើងមើលឃើញសកម្មភាពរបស់អាមេបោកបញ្ឆោតជាតិអាសួនសេរីអត្ថាហ្នឹងតើវាដែលបានធ្វើអីចេញជាវិជ្ជមានជួយអីដល់ជាតិបានឆ្លុះបញ្ចាំងឃើញថាវាហ្នឹងឲ្យចេញជាសមិទ្ធផលឲ្យបានចេញជាផ្លែផ្កាជាវិជ្ជមានអីមួយតើយើងដែលឃើញអាមេបោកបញ្ឆោតជាតិសួនសេរីអត្ថាហ្នឹងបានធ្វើអីបញ្ជាក់បង្ហាញឲ្យប្រជាពលរដ្ឋមើលឃើញទេតាមការពិតនយោបាយដែលវាដើរទាំងអស់ចិត្តតែនយោបាយសម្រាប់ជាតិយើងខ្លួនឯងសម្រាប់ប្រជាជាតិខ្លួនឯងសម្រាប់ប្រជាពលរដ្ឋខ្លួនឯងដូចជាយើងមើលឃើញហើយវាដឹងថានៅសហរដ្ឋអាមេរិកមានបងប្អូនគ្រប់គ្រងថាលោកលន់នល់ក៏ប៉ុន្តែដែលទៅធ្វើចលនាហ្នឹងអានឹងហើយគេហៅថាជាចលនារដ្ឋបហាមិនមែនជាចលនាដើម្បីមកជួយជាតិយើងទេហើយបើបងប្អូនណាទៅចូលបានន័យថាស្មើនឹងពាក្យក្បត់ជាតិហើយពីព្រោះអានឹងគឺជាចលនាដើម្បីធ្វើបដិវត្តហើយយើងសូមសួរថាយើងធ្វើចលនាដើម្បីអាងអីបើអ្នកណាចូលជាមួយអានឹងហើយវាងាយស្រួលដោយគេចាប់លោកមុំសរនដូហ្នឹងដែលមកសហការជាមួយនឹងអាសួនសេរីរដ្ឋាយើងសូមសួរថាពួកនឹងចាប់នៅក្នុងរឿងអីដែលមុំសរនដូចេញពីឡាអេទៅវិញគោលបំណងគេនឹងចាប់លោកមុំសរនដូយកទៅដាក់គុកហ្នឹងនឹងហើយជាចលនាចូលរួមជាមួយនឹងចលនាសួនសេរីរដ្ឋាអានឹងហើយគេហៅថាជាក្រុមបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិនេះខ្ញុំបញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់ហើយតែទន្ទឹមពេលហ្នឹងខ្ញុំនឹងបកស្រាយរាល់បញ្ហាពីសម្ដីរបស់អាមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាឲ្យបងប្អូនបានយល់ដូចតទៅគឺគណៈសូមលើកយកសំណួររបស់លោកទៅសំនៀងដែលលោកបានបញ្ជាក់ថាបច្ចុប្បន្នលោករស់នៅទីក្រុងភ្នំពេញនៅតំបន់ច្បារអំពៅហើយលោកបានសួរសំណួរមកខ្ញុំតាមរយៈ Facebook របស់ខ្ញុំថាថ្មីនេះគឺប្រធានអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសខ្មែរម្នាក់គឺប្រធានអង្គការលីកាដូលោកស្រីពងឆកេតគាត់បានចេញមុខធ្វើការអំពាវនាវឲ្យពលរដ្ឋខ្មែរស្ងាត់ស្ងៀមក៏ធ្វើចលាចលក៏ធ្វើបាតកម្មកុំធ្វើអ្វីទាំងអស់គឺត្រូវនាំគ្នានៅឲ្យស្ងៀមដើម្បីទុកលទ្ធភាពឲ្យគណៈបកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិធ្វើការចរចាជាមួយគ្នារកដំណោះស្រាយរៀបចំរដ្ឋាភិបាលដោយសន្តិវិធីលោកសំនៀងបានសួរមកខ្ញុំថាតើខ្ញុំយល់យ៉ាងណាដែរដែលប្រធានអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសខ្មែរលោកស្រីពងឆកេតធ្វើការអំពាវនាវយ៉ាងដូចនេះបាទជាដំបូងខ្ញុំសូមអរគុណលោកសំនៀងដែលបានផ្ដល់នៅសំណួរនេះមកឲ្យខ្ញុំធ្វើការបកស្រាយអត្ថាធិប្បាយខ្ញុំសូមជម្រាបថាតាមការមើលឃើញរបស់ខ្ញុំមិនមែនមើលឃើញតែឥឡូវទេដោយបងប្អូនបើសិនជាបានស្ដាប់ការអត្ថាធិប្បាយការវិភាគនយោបាយការបញ្យល់របស់ខ្ញុំជាយូរណាស់មកហើយតាំងពីមុនមានកំណើតចលនាអំណាចបរដ្ឋខ្មែរមកម្លេះរហូតដល់យើងមានកំណើតចលនាអំណាចបរដ្ឋខ្មែរក្នុងឆ្នាំ2010មុនការបោះឆ្នោតថ្ងៃទី23ខែកក្កដាឆ្នាំ2013ខ្ញុំបានប្រាប់បញ្យល់ដល់ពលរដ្ឋខ្មែរព្រមទាំងជាពិសេសដល់អ្នកនយោបាយខ្មែរថាការបោះឆ្នោតមិនអាចទៅចូលរួមបោះឆ្នោតជាមួយហ៊ុនសែនបានទេពីព្រោះការបោះឆ្នោតនេះគឺជាការបោះឆ្នោតបង្ក្រប់កិច្ចហើយងាយស្រួលយល់ណាស់បងប្អូនការបោះឆ្នោតបង្ក្រប់កិច្ចគឺសំដៅទៅលើការរៀបចំកិច្ចមួយគ្រាន់តែជាការបង្ក្រប់ឲ្យមានកម្មវិធីថាស្រុកខ្មែរមានការបោះឆ្នោតដែរដូច្នេះការបោះឆ្នោតបង្ក្រប់កិច្ចនេះគេមិនរាប់សម្លេងឆ្នោតពិតប្រាកដរបស់អ្នកបោះឆ្នោតទេគេមិនខ្វាយខ្វល់ថាតើពលរដ្ឋខ្មែរគ្រប់គ្រងបកណាច្រើនបកណាតិចសម្លេងបានទៅអ្នកណាឈ្នះអ្នកណាចាញ់ទេការបោះឆ្នោតបង្ក្រប់កិច្ចនេះគឺជាចេតនាដែលគេគ្រាន់តែរៀបចំការបោះឆ្នោតមួយដើម្បីយកព្រឹត្តិការណ៍ការបោះឆ្នោតនោះយកមកប្រកាសលទ្ធផលឈ្នះតែប៉ុណ្ណោះដូច្នេះអត់ន័យទេការបោះឆ្នោតនេះឥឡូវបោះឆ្នោតចប់ហើយការបោះឆ្នោតបង្ក្រប់កិច្ចដ
ដែលគណៈបកប្រជាជនកម្ពុជាអាចយកព្រឹត្តិការណ៍នេះមកប្រកាសលទ្ធផលឈ្នះរបស់ខ្លួនកាលពីថ្ងៃទី28ខែកក្កដា2013កន្លងទៅនេះគឺចាប់ហើយអញ្ចឹងរាល់ការចរចារាល់ការជួបរវាងគណៈបកសង្គ្រោះជាតិដែលដឹកនាំដោយសំរងស៊ីនិងកឹមសុខាជាមួយនឹងគណៈបកប្រជាជនកម្ពុជាដឹកនាំដោយជាសឹមហេងសំរិននិងហ៊ុនសែនដែលជាពួកអាយ៉ងយួនគឺអត់មានន័យអ្វីទាំងអស់ចំពោះការចរចានេះចំណុចនឹងហើយសូមឲ្យបងប្អូនរួមជាតិយើងទាំងអស់ស្ដាប់ពីអាមេបោកបញ្ឆោតជាតិសួនសេរីអត្ថាដែលវាបកស្រាយអ្វីដែលវានិយាយអ្នកណាក៏យើងដឹងដែរយើងនិយាយពីគោជបដឹងតែគោជបវាគឺជាក្រុមចោរយើងដឹងមកយើងអត់មានអ្នកណាដែលថាអត់ដឹងទេអង្គការសហប្រជាជាតិក៏ជំរុញឲ្យវាដូរតែវាអត់ព្រមដូរដូច្នេះឥឡូវបើសិនជាយើងមិនទៅបោះបានន័យថាយើងចាញ់ទាំងស្រុងបើយើងទៅបោះបានន័យថាយើងបានបញ្ជាក់បង្ហាញថាវាជាចោរឥឡូវនេះដល់តែចំណុចដែលប្រជាពលរដ្ឋនៅគ្នាជំរុញទៅបោះបានយើងអាចទៅដាក់ពាក្យបណ្ដឹងបានបើយើងមិនទៅបោះស្រាប់តែសួរយើងទៅចោទថាគេហ្នឹងលួចយើងទៅប្តឹងអង្គការសហជីវជាតិចោទថាគេលួចឥឡូវអង្គការសហជីវជាតិថាលួចនៅណាលួចកាលឆ្នាំ2008គេថាឥឡូវរឿង2008រឿងអ្នកឯងលួចជារឿង2008ចាឥឡូវ2013ហេតុតែបានអ្នកឯងមិនទៅបោះឆ្នោតហេតុតែបានទៅចោទថាគេលួចនៅកន្លែងណាតែយើងមានចំណុចទៅដោះស្រាយទេនេះហើយជានយោបាយរបស់អាមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាហ្នឹងវាប្រើនយោបាយហ្នឹងដើម្បីឲ្យគណៈបកប្រជាជនឈ្នះទាំងស្រុងពីព្រោះហេតុអីយើងអត់មានក្តីស្អីតែចោលជាអំណាងទៅតវ៉ាជាមួយនឹងអង្គការសហប្រជាជាតិអត់ទៅតវ៉ាជាមួយគេពីព្រោះយើងអត់បានទៅបោះឆ្នោតតែទៅវិញនយោបាយកន្លែងហ្នឹងខ្ញុំតែងតែវាយចលនាអំណាចពលរដ្ឋខ្មែរអានេះគេតែងយកពាក្យអំណាចពលរដ្ឋខ្មែរយកមកដាក់ពាក្យនឹងខុសឈ្មោះយើងទាំងស្រុងមកគឺអំណាចមេបោកបញ្ឆោតជាតិអានឹងយើងនិយាយយកលក្ខណៈដែលហៅថាចលនាអំណាចមេបោកបញ្ឆោតជាតិដើម្បីបញ្ឆោតជាតិយើងឲ្យចូលអន្ទាក់យួននេះជារឿងចលនាមួយឲ្យបងប្អូនយើងចាប់អារម្មណ៍អ្នកណាក៏គេដឹងដែរនៅការបោះឆ្នោតអ្វីដែលហៅថាទៅបោះយើងដឹងតែយើងបោះចាញ់គេក៏ប៉ុន្តែបើយើងមិនទៅបោះយើងអត់ដឹងថាគេលួចយើងយ៉ាងម៉េចគេបន្លំយើងយ៉ាងម៉េចដូចជាចំណុចហ្នឹងហើយដែលយើងប្រើវិធីគ្រប់បំណែកទាំងអស់តាមដានឲ្យប្រជាពលរដ្ឋងើបឡើងតាំងពីព្រលឹមទៅតាមដានរដ្ឋសកម្មភាពជាមួយនឹងពួកអានិចជាមួយពួកអាគូជបហើយបន្លែបន្លំអានឹងហើយដែលឆ្លប់បញ្ចាំងបញ្ជាក់បង្ហាញឲ្យប្រជាពលរដ្ឋយើងមើលឃើញថាពួកនេះជាចោរដោយចេញមុខដូចជារហូតទទួលយើងបានជោគជ័យហើយវាយករត់ក្រោះយកកភ្លើងមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋអានឹងហើយដែលយើងសរបញ្ជាក់ឲ្យឃើញថាភាពដែលជោគជ័យហ្នឹងគឺយើងយកលទ្ធិប្រជាធិបតេយ្យមកប្រើមិនមែនយើងទៅអត់បោះឆ្នោតនយោបាយដែលវាដើរហើយវាប្រើពីអស់ហ្នឹងគឺថាជានយោបាយបញ្ឆោតជាតិអាហ្នឹងហើយដែលវានៅតែទស្សនៈឃើញសម្ដីតែវាវាយវាស្អប់យួនវាថាយកបងប្អូនអត់ដល់គេចាប់អារម្មណ៍ទេវាស្អប់ស្ដាច់វាស្អប់យួនតែដល់តែចុងបញ្ចប់នយោបាយដែលវាដើរគឺនយោបាយជួយយួនមិនមែនបានស្អប់យួនទេហើយយើងមើលទៅយួនវាស្អប់បំផុតអ្នកទៅបោះឆ្នោតអ្វីដែលវាជំរុញប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតអាហ្នឹងយើងសូមសួរថាតើវាជួយយួនឬក៏ជួយខ្មែរអាហ្នឹងហើយគឺនយោបាយហើយចំណុចដែលវាសំខាន់តែទៀតវានៅតែប្រើពាក្យបណ្ដឹងហើយខ្ញុំសូមសួរថាវាចេះប្តឹងចុះគេទូទាំងប្រទេសហ្នឹងគេនៅលើក្នុងពិភពលោកគេអត់ចេះប្តឹងទេហើយចេះប្តឹងតែវាឥឡូវយើងយកចំណុចហ្នឹងយកមកពិភាក្សាហើយអ្វីដែលវារិះគន់សប្តាហ៍នេះវាអត់មានតែរិះគន់ទៅលើរដ្ឋាភិបាលវាវាយតែគណៈបកសង្គ្រោះជាតិនេះខ្ញុំប្រាប់បញ្ជាក់ឲ្យច្បាស់លាស់គេហៅអាចលនាអំណាចមេបោកបញ្ឆោតជាតិឯងសួនសេរីអត្ថាឯងនយោបាយហ្នឹងគឺអស់កាឡារួចទៅហើយវាគឹមផ្សេងបានវាយគឹមទៅចោលរួចទៅហើយតាំងពីឆ្នាំ2012ហ្នឹងខ្ញុំបានវាយមួយសារជាមួយនឹងលោកមុំសនណ្ឌូនេះចំណុចដែលខ្ញុំនិយាយពីរឿងអាចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាអានឹងបែរមើលឃើញឲ្យបានច្បាស់លាស់ពីសកម្មភាពនយោបាយទៅមកពេលហ្នឹងតែវាបោកអ្នកនៅសហរដ្ឋអាមេរិកបោកអ្នកនៅស្រុកបារាំងបោកអ្នកនៅអូស្ត្រាលីបោកអ្នកនៅកាណាដាឥឡូវហ្នឹងវិធីបោកអ្នកឯងបានន័យថាបរាជ័យអស់ហើយបរាជ័យទាំងស្រុងហើយអ្នកឯងគ្មានដំណោះស្រាយណាមួយមកជួយជាតិទេយើងអត់មានកលាឲ្យទៅឃើញថាសំខាន់បំផុតយើងទៅរំដោះជាតិយ៉ាងម៉េចវាអត់មានវិធីប្រើនយោបាយនិយាយអីទាំងអស់អត់មានវិធីប្រាប់ថាតើយើងទៅរំដោះជាតិយ៉ាងម៉េចបើយើងដឹងថាគេហ្នឹងគឺគូជបយើងទៅបោះកចាញ់យើងមិនទៅបោះកចាញ់វាអត់មានវិធីទេតែវាជំរុញប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតតែវាអត់មានវិធីអីនិយាយអីទាំងអស់គាត់ថាវិធីយួនវានៅពីក្រោយស្ដេចហ្នឹងគឺស្ដេចសហការជាមួយយួនតែវាអត់មាននិយាយទាំងអស់អានឹងហើយជាចលនាដែលយើងគេហៅថាចលនាអំណាចមេបោកបញ្ឆោតជាតិមិនមែនអំណាចពលរដ្ឋខ្មែរទេយើងត្រូវដូរឲ្យចលនាសួនសេរីរដ្ឋាគេហៅថាចលនាមេបោកបញ្ឆោតជាតិមាននាមជាសួនសេរីរដ្ឋាឲ្យបងប្អូនចាប់អារម្មណ៍ដូចជាសកម្មភាពនយោបាយវាតែងតែរិះគន់មកលើគណៈបកសង្គ្រោះជាតិនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់បើសិនជាអត់មានអៀកុំស្រេងលោកឯងអាចចេញបានបើលោកឯងនៅតែបន្តសកម្មភាពទៀតអៀកុំស្រេងវាយលោកឯងអត់មានដកដៃទេនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាស្ដាប់ខ្ញុំឲ្យបានច្បាស់លាស់ពីថ្ងៃនេះទៅបើសិនជា
លោកឯងដឹងខ្លួនណាដកខ្លួនចេញជាបន្ទាន់មកពីរឿងចលនាមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋានេះខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់បាទខ្ញុំនឹងចាក់បន្ថែមទៀតវាគ្រាន់តែជាការនិយាយអំពីឆន្ទៈនយោបាយរបស់អ្នកនយោបាយវាមិនមែននិយាយឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ពលរដ្ឋដែលជាពលរដ្ឋដែលគាត់ចង់បាននោះទេអញ្ចឹងខ្ញុំសូមបញ្យល់ថាឆន្ទៈនយោបាយរបស់អ្នកនយោបាយមិនដូចគ្នានឹងឆន្ទៈរបស់ពលរដ្ឋដែលជាពលរដ្ឋទេឆន្ទៈអ្នកនយោបាយរបស់អ្នកនយោបាយគេបោះឆ្នោតហើយគេយកកៅអីយកឋានៈយកតួនាទីទៅនិយាយគ្នាដើម្បីថាតើខាងណាគឺយកប្រមាណកៅអីខាងណាគឺយកប្រមាណតួនាទីនៅក្នុងរដ្ឋាភិបាលនៅក្នុងរដ្ឋសភានេះគឺជាឆន្ទៈនយោបាយរបស់អ្នកនយោបាយដែលគេនិយាយគ្នាក្នុងការចែកអំណាចក៏ប៉ុន្តែឆន្ទៈរបស់ពលរដ្ឋគឺតាំងពីមុនបោះឆ្នោតរហូតមកដល់ឥឡូវគឺនៅដដែលគឺចាប់បដូរឲ្យបានបញ្ចប់អំណាចផ្ដាច់ការកុម្មុយនីសដែលត្រួតត្រានៅក្នុងប្រទេសខ្មែរដែលជារបបអាណានិគមសម័យរបស់ប្រទេសយួនឲ្យបានតែខាងឯខាតចំពោះការបន្តអំណាចរបស់ហ៊ុនសែនក្នុងអាណត្តិទី5នេះបន្តទៀតឆន្ទៈរបស់ពលរដ្ឋអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាយើងនិយាយពីរឿងនយោបាយទៅលើអ្នកនយោបាយធម្មតាទេគឺយើងទៅដឹងអ្វីក៏ដោយតែអ្វីដែលគេចង់ទាមទារគឺអាសនៈនៅលើសភាតែឥឡូវហ្នឹងណាចង់បញ្ចប់បើទៅតាមសម្ដីអាចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាឯងបើទៅធ្វើតាគុំទៅបោះឆ្នោតតើយើងមានកៅអីនៅក្នុងសភាទេយើងមានកៅអីនៅក្នុងសភាទេយើងអាចតវ៉ាជាមួយវាទេហើយធ្វើម៉េចបានវាយកកំភ្លើងមកប្លន់ភាពជ័យជំនះធ្វើម៉េចឲ្យបានឃើញបើតាមសម្ដីអាចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាឯងដែលរយៈកាលកន្លងមកមិនជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះតែយើងបានទេពីអាសនៈនៅក្នុងសភាអស់នេះដូចសំខាន់ហ្នឹងហើយអាចលនាអំណាចមេបោកបញ្ឆោតជាតិអាសួនសេរីរដ្ឋាឯងតែងតែប្រឆាំងប្រជាពលរដ្ឋមិនឲ្យប្រឆាំងគណៈបកទាំងអស់មិនឲ្យគេទៅបោះឆ្នោតដើម្បីទៅបោះបង្ក្រប់កិច្ចដល់តែចង់បញ្ចប់គេទៅបោះឆ្នោតគេបានជោគជ័យបែរជាជនមេបោកបញ្ឆោតជាតិឯងបែរជាមកនិយាយថាអ្នកនយោបាយជាឆន្ទៈអ្នកនយោបាយហើយប្រជាពលរដ្ឋជាឆន្ទៈរបស់ប្រជាពលរដ្ឋដើម្បីជាគោលដៅទៅបង្រួមគ្នាទៅទាមទារលើអាសនៈយើងសូមសួរថារយៈកាលកន្លងមកអ្វីដែលក៏ដោយគេទៅចូលរួមដើម្បីចូលទៅការបោះឆ្នោតដើម្បីគេការទាមទារពីការឈានពានរបស់យួនវិធីសាស្ត្រដែលយួនប្រើគ្រប់បំណែកទាំងអស់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីគំទេចជាតិខ្មែរយើងមិនចង់ឲ្យខ្មែរយើងទៅបោះឆ្នោតនិងរួមនឹងការបានជោគជ័យចុះបញ្ចប់ដល់តែគណៈបកសង្គ្រោះជាតិវាយបានជោគជ័យនៅទីលើសន្និដ្ឋានលិខឆ្នោតបានជោគជ័យបែរជាអាជនក្បត់ជាតិឯងទៅនិយាយថាគេហ្នឹងទៅរឿងចរចាពីរឿងនយោបាយដើម្បីរួបរวมជាមួយនឹងគណៈបកប្រជាជនតែចុងបញ្ចប់អាមេបោកបញ្ឆោតជាតិឯងមិនជំរុញឲ្យគេទៅបោះឆ្នោតបើសិនជាមិនជំរុញឲ្យទៅបោះឆ្នោតហ្នឹងទឹកដីខ្មែរយើងវាបាត់បង់ទាំងស្រុងហើយគណៈបកប្រជាជនណាវាដេកគងអន្ទាក់ខ្លាធ្វើងើយនោះពីព្រោះយើងអត់ទៅបោះឆ្នោតបើទៅតាមសម្ដីជនបោកប្រាស់ឯងបោកប្រាស់សង្គមគ្រប់បំណែកជនបោកប្រាស់ឯងក៏មកប្រើពាក្យនយោបាយមកញុះញង់សង្គមមកញុះញង់ប្រវត្តិប្រជាពលរដ្ឋបន្តទៀតទីថ្ងៃនេះទៅណាខ្ញុំប្រាប់ឲ្យច្បាស់លាស់ជនបោកប្រាស់សង្គមឯងគុំសង្គមថានឹងអ្នកឯងហ្នឹងគេហៅថាមកបោកប្រាស់បញ្ឆោតជាតិបន្តទៅទៀតពីព្រោះអៀកំសែងនៅនឹងហើយចាំរាល់សម្ដីខ្ញុំនឹងចាំកំតិចអ្នកឯងរកពាក្យរមាត់ទាំងអស់ពីព្រោះអ្នកឯងធ្វើនយោបាយបំរើយួនសម្រាប់ខ្មែរមិនមែនបំរើខ្មែរវាយយួនទេនេះជាគោលដៅដែងចលនាអំណាចពេលបោកបញ្ឆោតជាតិសួនសេរីរដ្ឋាឯងគុំសង្ឃឹមថាបានបន្តទៅទៀតពីព្រោះអៀកំសែងនៅនឹងហើយចាំរាល់សកម្មភាពនឹងវាយអ្នកឯងគ្រប់នីតិអានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យបានច្បាស់លាស់រាល់សកម្មភាពនយោបាយមកទល់សប្តាហ៍ថ្ងៃអ្នកឯងដែលទៅដើរទៅចោតប្រកាន់គេដើរទៅរិះគន់គេដើរទៅវាយគេសិតតែគេនឹងក្បត់ជាតិរហូតទៅទល់ឥឡូវហ្នឹងមកឌីលលោកគឹមសុខាហើយលោកសំរងស៊ីថាជាអ្នកដែលជន់ក្បត់ជាតិតើគេបានក្បត់ជាតិទៅលើទស្សនៈអីខ្ញុំនឹងឆ្លុះបញ្ចាំងនៅភាគទី2សូមឲ្យបងប្អូនរងចាំស្ដាប់នៅភាគទី2ខ្ញុំនឹងឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់អំពីចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាហ្នឹងវាបានមកចោទទៅលើគណៈបកសង្គ្រោះជាតិឬជាគណៈបកដែលក្បត់ជាតិចាំមើលតើវាក្បត់ជាតិយ៉ាងម៉េចឬអ្នកណាក្បត់ជាតិពីព្រោះពួកចលនាអំណាចមេបោកបញ្ឆោតជាតិសួនសេរីរដ្ឋាហ្នឹងដើរទៅបោកសង្គមជាតិយើងធ្វើឲ្យប្រទេសជាតិយើងជួបនៅភាពវិនិច្ឆ័យកម្មមកអន្តរាយគ្រប់នីតិបោកបងប្អូននៅប្រទេសក្រៅជាពិសេសនៅសហរដ្ឋអាមេរិកហ្នឹងចាញ់បោកវាដោយធ្ងន់ធ្ងរអស់លុយម្នាក់មិនចេះព្រមតិចមើលសម្រាប់នឹងការចាញ់បោកទៅលើជនបោកប្រាស់សង្គមជនដើរនយោបាយបោកប្រាស់អស់ហ្នឹងបាទខ្ញុំនឹងដូចជាបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តខ្ញុំនឹងឆ្លុះបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានបាទសូមអរគុណ